ចាសសូមជម្រាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការវិលត្រឡប់នៃកម្មវិធីការយល់ដឹងអំពីសុខភាពប្រចាំថ្ងៃដែលមានការផ្សាយចេញពីเพจផ្លូវការរបស់ Speak News ជារៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង 7 ព្រឹកតទៅបើសិនជាលោកអ្នកបានតាមដានការចាក់ផ្សាយរបស់កម្មវិធីរបស់យើងពីភាគមុនប្រិយមិត្តប្រកាសជាបានដឹងច្បាស់មកហើយថារោគសញ្ញានៃជំងឺគាំងបេះដូងមានអ្វីខ្លះហើយវិធីសាស្ត្រនៃការជួយសង្គ្រោះអ្នកជំងឺគាំងបេះដូងបានដោយរបៀបណាហើយសប្តាហ៍នេះយើងក៏មានប្រធានបទដែលតាក់ទងជាមួយនឹងជំងឺគាំងបេះដូងដូចគ្នាគឺវិធីសាស្ត្រនៃការការពារជំងឺគាំងបេះដូងនេះនៅក្នុងសប្តាហ៍នេះយើងនៅតែជួបជាមួយនឹងវាគ្មិនរបស់យើងដែលមានបទពិសោធន៍ជាច្រើនឆ្នាំដែលតាក់ទងជាមួយនឹងជំងឺគាំងបេះដូងនេះដូច្នេះយើងជួបជាមួយនឹងវាគ្មិនរបស់យើងទាំងអស់គ្នាចាជំរាបសួរលោកដុកទ័រជំរាបសួរកញ្ញាបាទខានជួបគ្នាមួយរយៈដែលយើងសប្តាហ៍មុនយើងបាននិយាយគ្នាតាក់ទងជាមួយនឹងជំងឺគាំងបេះដូងច្រើនមកហើយលោកគ្រូអញ្ចឹងនៅក្នុងសប្តាហ៍នេះលោកគ្រូក៏នៅតែមានប្រធានបទដែលតាក់ទងជាមួយនឹងជំងឺគាំងបេះដូងគ្នាគឺការការពារវិធីសាស្ត្រការការពារនៃជំងឺគាំងបេះដូងបាទតាមទៅណាយើងក្រោយពីដឹងពីរោគសញ្ញាហើយយើងដឹងអំពីវិធីសាស្ត្រក្នុងការសង្គ្រោះបឋមជូនដល់អ្នកជំងឺក្រុមគ្រួសាររបស់យើងដែលកើតមានហ្នឹងឬមួយក៏អ្នកណាដែលយើងជួបឃើញគាត់មានបញ្ហាហើយនឹងសំខាន់ណាស់យើងត្រូវដឹងតែព្យាបាលយ៉ាងម៉េចទៅកញ្ញាបាទចាលោកគ្រូកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ប្រធានបទរបស់យើងដោយសំណួរដំបូងខ្ញុំសូមសួរទៅកាន់លោកគ្រូថាតើការផ្លាស់ប្ដូររបៀបនៃការរស់នៅយ៉ាងមានសារៈសំខាន់យ៉ាងដូចម្តេចនៅក្នុងការការពារនៃជំងឺគាំងបេះដូងបាទជារឿងសំខាន់ណាស់ពីព្រោះការការពារប្រសើរជាងព្យាបាលទៅកញ្ញាបាទដើម្បីការពារជំងឺនឹងបានយើងត្រូវដឹងថារបៀបបបអីខ្លះយើងត្រូវផ្លាស់ប្ដូរដើម្បីមកល្អអញ្ចឹងដើម្បីមកថាត្រឡប់ពីមុនមកយើងត្រឡប់ទៅបេះដូងអាចនឹងប្រឈមនឹងជំងឺអញ្ចឹងយើងត្រូវដឹងតើអ្វីខ្លះបាទទីមួយខ្ញុំចង់រំលឹកលេងហ្នឹងឲ្យចេញដែរតើតងនឹងអ្វីយើងត្រូវកែបើយើងកែហ្នឹងទៅបេះដូងយើងនឹងប្រសើរអញ្ចឹងរបៀបបបទាំងអស់ហ្នឹងមានដូចជារបបអាហាររបស់យើងយើងកែសម្រួលពីមុនមកហូបយ៉ាងម៉េចសម្បូរជាតិខ្លាញ់ច្រើនស្ករច្រើនមួយផ្អែមប្រៃអញ្ចឹងទៅអាហ្នឹងជាប្រឈមជំងឺហ្នឹងអញ្ចឹងយើងដកកែនឹងមកដូរមករបបអាហារសុខភាពអាហារដែលមានជាតិខ្លាញ់ទាបឬមួយក៏ជាបន្លែផ្លែឈើវិញទីពីរទៀតគឺបើសិនជក់បរិយឈប់ជក់ហូបស្រាបថយឬមួយក៏បើឈប់កាន់តែប្រសាបាទហើយតកតងនឹងការគេងក៏ជាផ្នែកសំខាន់ដែរកាលណាគេងល្អមែនទែនគឺ7ទៅ8ម៉ោងគឺគ្រប់អ្វីតម្រូវការរបស់យើងការវិសាទឹកឲ្យបានគ្រប់គ្រាន់ពីកន្លះទៅ3លីត្រជាទៅណាបាទហើយក្រៅពីហ្នឹងយើងត្រូវបន្ថែមនៅទាំងការគិតរបស់យើងចា៎ positive thinking ការគិតវិជ្ជមានធ្វើឲ្យរាងកាយរបស់យើងធ្វើការល្អដែរហើយក្រៅពីហ្នឹងគឺ exercise មិនថាយើងបន្តហាត់ប្រាណជាប្រចាំមួយថ្ងៃតែកន្លះម៉ោងក៏បានដែរបាទ30នាទីជាប្រចាំរាល់ថ្ងៃធ្វើយើងល្អតើតរបៀបកែប្រែហ្នឹងសំខាន់ការពារដល់បេះដូងរបស់យើងការពារនៅហានិភ័យទាំងឡាយដែលបង្កឲ្យឈឺបេះដូងពីព្រោះហ្នឹងជាយុទ្ធសាស្ត្រក្នុងការពារកុំឲ្យឈឺបេះដូងបានបើទាល់តែកាត់ចោលនៅអាមូលហេតុទាំងអស់ហ្នឹងដែលខ្ញុំរៀបរាប់មិញបើមិនយើងអត់កាត់ហ្នឹងបានទេយើងអាចប្រឈមមានហានិភ័យទៅគាំងបេះដូងទៅឈឺបេះដូងថ្ងៃណាមួយនៅពេលយើងអាចដល់អាយុណាមួយយើងអាចឈឺនឹងដែរអញ្ចឹងបាទអរគុណលោកគ្រូជួយគូរំលែកតកតងជាមួយនឹងបញ្ហារបបអាហារតើអាហារបែបណាដែលល្អសម្រាប់រាងកាយបេះដូងតើអាហារបែបណាដែលយើងគួរតែជៀសវាងក្នុងការបរិភោគបាទត្រឹមត្រូវណាអាហារដែលយើងថាល្អសម្រាប់សុខភាពរបស់យើងទាំងបេះដូងទាំងតម្រងនោមទាំងរាងកាយរបស់យើងផ្សេងទៀតអាហារដែលល្អគឺអាហារដូចជាបន្លែផ្លែឈើធម្មជាតិយើងរំលេចដែរធម្មជាតិពីព្រោះដោយសារតែឥឡូវវាបន្លែគីមីអាហារគីមីច្រើនពេកអញ្ចឹងណាចឹងយើងផ្ដោតទៅលើអាហារសុខភាពហ្នឹងគឺគ្មានជាតិគីមីឬមួយ organic បាទផ្លែឈើហើយកប់ធញ្ញជាតិរបស់យើងក៏ជួយសុខភាពទៅរបស់យើងដែរឲ្យបេះដូងយើងប្រសើរហើយក្រៅពីហ្នឹងយើងអ្វីយើងគួរកាត់បន្ថយជៀសវាងដែរហ្នឹងគឺការអាហារដែលសម្បូរជាតិម្សៅដូចបាយយើងក៏ជាតិម្សៅច្រើននឹងការ cap
អាហ្នឹងរួមមក junk food fast food អីគឺជាអាហារដែលប៉ះពាល់ធ្វើឲ្យលើខ្លាញ់លើស្គរបាទលើអាស៊ីតអីជាដើមអញ្ចឹងទៅអាហ្នឹងវាដូច fast food ហ្នឹងគឺក្មេងៗចូលចិត្តណាបើយើងយុដល់តា30 ទៅគួរបន្ថយបានច្រើនឬមួយក៏ដូររបបអាហារហ្នឹងទៅបាទព្រោះហ្នឹងវាប្រឈមว่าកាលពីបាយហ្នឹងវាដលងជ្វាដលងបារាំងហ្នឹងក៏សម្បូរជាតិស្ករដែរហើយនឹងការបរិភោគបន្ថយជាតិប្រៃក៏ជាវិធីជាម្ហូបអាហារដើម្បីឲ្យកាត់បន្ថយហានិភ័យទៅជំងឺបេះដូងផងដែរហើយក្រៅពីហ្នឹងយើងពីពេទ្យឬមួយពីអ្នកជំនាញខាងម្ហូបអាហារគេឲ្យ recommend ឲ្យហូបត្រីឲ្យច្រើនវិញជាជាងហូបសាច់ឬមួយក៏អាហារដែលមានខ្លាញ់ច្រើនខ្លាញ់ខ្ពស់បាទហើយមួយទៀតបន្ថយផ្លែឈើមិនគ្រប់ផ្លែឈើសុខភាពទាំងអស់ទេហេតុអីលោកគ្រូបាទផ្លែឈើផ្អែមពេកអាហារមានស្ករខ្ពស់មានទុរេនមានខ្នុរមានអំពៅអីទឹកអំពៅឬមួយក៏ហៅថាស្ករខ្ពស់បាទដលងជៀនអីហ្នឹងក៏វាស្ករខ្ពស់ដែរចាបាទហើយក៏សម្បូរខ្លាញ់ដែរអញ្ចឹងហូបយើងបន្ថយនឹងបានក៏អាចការពារបេះដូងរបស់យើងបានដែរហើយក្រៅពីហ្នឹងគឺកុំភ្លេចមើលចង្កេះខោខ្លួនយើងបាទយើងការចង្កេះខោយើងវាតឹងចាបញ្ជាក់ថាអូយើងឡើងគីឡូហើយអញ្ចឹងត្រូវមើលគីឡូខ្លួនឯងដែរគឺសញ្ញាសំខាន់ផងដែរដើម្បីទៅមិនបន្ថយហានិភ័យទៅជំងឺបេះដូងបើយើងធ្វើនឹងបានល្អយើងមិនងាយជឿបេះដូងទេបាទចាលោកគ្រូតកតងជាមួយនឹងគីឡូនេះគេខ្ញុំសូមបញ្ជាក់លោកគ្រូតិចយើងអាចដឹងពីគីឡូនេះស្តង់ដារថាតើយើងឡើងគីឡូឬក៏យើងខ្វះជីវជាតិសម្រាប់រាងកាយយើងដឹងតាមរបៀបណាគីឡូរបស់យើងសញ្ញាសំខាន់គឺចង្កេះថ្ងៃទី1ចាឬមួយក៏មើលទៅមុខយើងក៏មុខលើកថាពេជ្រដូចប្រច័នពេញបរមីអាហ្នឹងវាហើយអាចលើហើយបាទប៉ុន្តែយើងមើលទៅប៉ុណ្ណឹងយើងអាចសង្ស័យទៅលើគាត់ថាដើម្បីឲ្យច្បាស់តើទៅឆែកមើលសុខភាពតើយើងខ្វះលើអាណាកាត់វាវិធីកាត់វាបន្ថយវាអញ្ចឹងណាបាទចាលោកគ្រូមុននេះលោកគ្រូបានបញ្ជាក់ពីការជក់បារីនិងពិសាស្រាដែលធ្វើឲ្យយើងមានបញ្ហាគាំងបេះដូងអញ្ចឹងបញ្ហាទាំងពីរនេះតើវាកើតឡើងយ៉ាងដូចម្ដេចបានជាបណ្ដាលឲ្យមានរហូតដល់ការគាំងបេះដូងបាទការជក់បារីហើយនិងស្រាវាផលប៉ះពាល់ដូចគ្នាការជក់បារីអ្នកដែលជក់យូរអង្វែងទៅវាអាចធ្វើឲ្យសរសៃឈាមរបស់យើងរួមតូចបាទព្រោះក្នុងបារីមានជាតិមួយយ៉ាងហៅនីកូទីនណាជក់នឹងច្រើនវាឲ្យធ្វើថ្ងៃយូរអង្វែងទៅវាសរសៃឈាមរួមតូចបាទកើតពីហ្នឹងវាបង្កើននៅការកំណកឈាមនៅក្នុងខ្សែឈាមរបស់អ្នកជំងឺហ្នឹងហើយអាចធ្វើឲ្យឈាមឡើងសម្ពាធឈាមឡើងធ្វើចង្វាក់បេះដូងវាឡើងវាញាប់វាខុសចង្វាក់ហើយក្រៅពីហ្នឹងវាបំផ្លាញនៅថាជញ្ជាំងហើយខ្សែឈាមរបស់យើងក៏អាចប៉ះពាល់ដោយសារបារីហ្នឹងបាទពីមុនគឺឃើញច្រើនមែនទែនបច្ចុប្បន្នវារៀងថមថយខ្លះដែរបាទហើយបើសិននិយាយពីស្រាក៏ប៉ះពាល់មិនណយដែរវាអាចធ្វើឲ្យឈាមយើងឡើងវាធ្វើចង្វាក់បេះដូងរបស់យើងដើរមិនទៀងទេព្រោះយើងពេលញ៉ាំស្រាព្រោះមិនដឹងកញ្ញាហូបស្រាអត់ខ្ញុំអត់ពិសាស្រាទេលោកចឹងអត់សូវដឹងមួយចំនួនបើអ្នកហូបស្រាវាច្រើនហូបទៅឃើញឡើងក្រហមឡើងពណ៌អីផ្សេងឬមួយក៏បេះដូងវាញាប់ហើយគឺវាប្រែប្រួលចង្វាក់បេះដូងរបស់យើងដោយសារពួកអាកុលហ្នឹងវាធ្វើអីចឹងហើយក្រៅពីហ្នឹងកាលណាហូបស្រានឹងយូរអង្វែងទៅក៏មានប្រឈមនឹងជំងឺហាក់ខ្សោយបេះដូងផងដែរបាទដោយសារវាប្រឹងធ្វើការលើកម្រិតរបស់វាហើយហូបកាន់ច្រើនឃើញតែហូបស្រាហ្វិកច្រើនគឺកម្មាប់មានក្បាលពោះធាត់បាទហ្នឹងវាឲ្យយើងធាត់ដោយសារលើអាកាឡូរីហ្នឹងការហូបស្រាទៅវាមានថែមការសាច់ខ្លាញ់ឬមួយក៏គ្រឿងបន្ថែមទៀតអញ្ចឹងវាអាចលើក្នុងតាមរយៈហ្នឹងបាទអញ្ចឹងជារួមពីខ្ញុំទៅស្រានិងបារីវាអត់មានប្រយោជន៍ធំដុំប៉ុន្តែអាចអ្នកហូបគេគាត់មានពាក្យមួយខ្ញុំធ្លាប់សួរគាត់ណាហូបស្រាទៅអីខ្ញុំសួរតើឆ្ងាញ់អត់តើហូបស្រាមិនឆ្ងាញ់ទេប៉ុន្តែវាសុបាយពីខ្ញុំទៅវិញឃើញយើងសុបាយមែនបន្តិចហ្នឹងប៉ុន្តែអាចធ្វើឲ្យជីវិតរបស់យើងប្រឈមនឹងជំងឺបេះដូងក្នុងថ្ងៃអនាគត
អញ្ចឹងទេអានឹងជាការសម្រេចចិត្តរបស់របស់បងប្អូនរបស់យើងឯង ចា បាទ គ្រូ ពីខ្ញុំទៅខ្ញុំមើលជុំខាងហ្នឹងវិញ ចា បាទ ការយល់ដឹងពីសុខភាពខ្លួនឯងក៏សំខាន់ដែរក្នុង បាទ ការ បាទ បរិភោគ កញ្ញាបាទ លើអាហារមួយចំនួននិងការហូបភេសជ្ជៈដូចគ្នាលោកគ្រូ បាទ ខ្ញុំសង្កេតឃើញដូចគ្នាលោកគ្រូក្រៅពីការនៃការកើតជំងឺគាំងបេះដូងស្រាក៏អាចនឹងបណ្ដាលឲ្យមានជំងឺផ្សេងៗដូចគ្នាព្រោះ បាទ អី ត្រឹមត្រូវកញ្ញាបាទ ចាព្រោះថាប្រយោជន៍ស្រាអត់មានទេមានតែគុណវិបត្តិភាគច្រើន បាទ អញ្ចឹងជាបទពិសោធន៍មួយដែលយើងគួរគិតពិចារណាមួយកម្រិតដែរថាតើរវាងការសប្បាយមួយពេលនិងការដែលយើងពិបាកក្នុងការគ្រប់គ្រងទៅលើបញ្ហាសុខភាពខ្លួនឯងនាពេលអនាគតតើយើងគួរតែជ្រើសរើសយកវិធីមួយណាល្អជាង បាទ ចាលោកគ្រូតេតូនជាមួយនឹងការត្រួតពិនិត្យទៅលើបញ្ហាសុខភាពជាប្រចាំតើវាមានសារៈសំខាន់ដូចម្ដេច បើនិយាយអំពីសារៈសំខាន់របស់ការពិនិត្យសុខភាពមានពាក្យមួយ ចា អ្នកប្រាជ្ញចិនគាត់ថាស្គាល់សត្រូវស្គាល់ខ្លួនឯងនិងស្គាល់សត្រូវយើងច្បាំងឈ្នះ100 ដងបើនិយាយថាច្បាំង100 ដងឈ្នះ100 ដង ចា ការពិនិត្យសុខភាពវាដូចស្គាល់ខ្លួនឯងចឹងយើងកំពុងតែឈឺអីគេយើងនឹងសុខភាពពុបយ៉ាងម៉េចដែរហើយសត្រូវរបស់យើងនឹងគឺអាចជំងឺទាំងអស់ហ្នឹងឯងបើយើងស្គាល់ពីសត្រូវរបស់យើងអានឹងជំងឺនឹងវាចែអញ្ចឹងយើងដឹងពីខ្លួនឯងយើងមានអីខ្លះចឹងដើម្បីប្រឆាំងជាមួយនឹងសត្រូវរបស់យើងជំងឺនឹងនៅពេលយើងស្គាល់ច្បាស់យើងឆែកមើលយើងអាចហៅថាដឹងពីមូលហេតុបង្កទាំងឡាយដែលអាចបណ្ដាលឲ្យឈឺបេះដូង ឬមួយក៏ជំងឺផ្សេងទៀតដែរជាសុខភាពយើងមើលបានរាងកាយយើងផ្សេងទៀតពីសុខភាពរាងកាយរបស់យើងតាំងពីបេះដូងសរសៃឈាមត្មងនោមថ្លើមជាដើមគឺឲ្យដឹងមុនយើងអាចការពារបានហើយកុំឲ្យយើងឈឺក្នុងថ្ងៃអនាគតចឹងដូចជាបេះដូងជាដើមហើយខ្ញុំសូមបន្ថែមបន្តិចទាក់ទងជាមួយនឹងហៅថាអ្នកខ្លះមើលទៅសុខភាពល្អទេ ចា គេថាខ្ញុំអត់ឈឺអីផងព្រោះខ្ញុំត្រូវពិនិត្យសុខភាព ចា ប៉ុន្តែពីខ្ញុំទៅវិញហើយនឹងការសិក្សាជាច្រើនពី WHO ពីអង្គការសុខភាពពិភពលោកណាគឺគេ recommend ឲ្យយើង check ដោយសារអីអត់មើលអត់ឃើញមានប៉ុន្តែក្នុងខ្លួនយើងវាអាចមានជំងឺហើយមានអាមូលហេតុបង្កហ្នឹងដូចជាខ្លាញ់ស្ករអាស៊ីតឬមួយក៏មូលហេតុផ្សេងៗទៀតដែលអាចបង្កយើងឈឺបានព្រោះជំងឺឧទាហរណ៍ជំងឺស្ទះខ្សែឈាមចុះជំងឺទឹកនោមផ្អែមលើឈាមពេលខ្លះគេគិតតកលាក់មកsilent killer ជាភាសាអង់គ្លេសហ្នឹងគឺមានថានៅពេលដែលយើងឈឺទើបយើងដឹងពីព្រោះការសិក្សារបស់គេហ្នឹងខ្ញុំនិយាយទៅនឹងជំងឺលើឈាមចុះនៅពេលដែលមានរោគសញ្ញាអ្នកខ្លះបានដឹងប៉ុន្តែអ្នកដែលគ្មានរោគសញ្ញាហើយឡើងសម្ពាធឈាមច្រើនជាងគេច្រើនជាងអ្នកមានហើយមានរោគសញ្ញាអញ្ចឹងអ្វីសំខាន់គឺកន្លែងហ្នឹងបើអត់ឆែកទេអត់ដឹងទេបាទហើយជាពិសេសអ្នកជំងឺដែលនិយាយមិនទាន់ឈឺណា30ឆ្នាំឡើងទៅបើឥឡូវវាសម្បូរមានបញ្ហាឡើងកើតឡើងអញ្ចឹង30ឆ្នាំឡើងទៅគួរតែឆែកមើលមួយឆ្នាំម្ដងហើយបើសិនយើងជក់បារីយើងហូបស្រាអីយើងបន្ថយទៅឬមួយក៏កាត់ល្អដែរបាទហើយបើធាត់ហ្នឹងឲ្យមើលហ្នឹងចាខ្លាញ់មើលស្គរហ្នឹងទៅវាអាចប្រឈមណាអញ្ចឹងអស់ហ្នឹងបាទអរគុណច្រើនលោកគ្រូសម្រាប់ការចែករំលែកពីការការពារនៃជំងឺគាំងបេះដូងកុំឲ្យយើងពេលដែលកើតឡើងភ្លាមៗគឺពិបាកក្នុងការជួយសង្គ្រោះហើយក៏វាអាចបង្កជាហានិភ័យគ្រោះថ្នាក់ទៅដល់អាយុជីវិតរបស់យើងដូចគ្នាចាចំពោះបងប្អូនដែលមានចម្ងល់ពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពអាចធ្វើការ comment នៅខាងក្រោមវីដេអូឬក៏ធ្វើការពិគ្រោះជាមួយនឹងខាងវិជ្ជបណ្ឌិតដែលមានជំនាញដូចជាលោកគ្រូផ្ទាល់លោកគ្រូក៏មានសេវាតាក់ទងជាមួយនឹងការឆែកសុខភាពនៅខាង clinic របស់លោកគ្រូដូចគ្នាអញ្ចឹងបើសិនជាយើងអាចការពារនៃជំងឺយើងដឹងពីរោគសញ្ញាមុនយើងអាចព្យាបាលទាន់ពេលវេលាដូចគ្នាលោកគ្រូចាអញ្ចឹងពីកម្មវិធីរបស់យើងក៏ឈានចូលមកដល់ទីបញ្ចប់យើងនឹងវិលត្រឡប់ជាមួយនឹងប្រធានបទដែលគួរឲ្យចាប់អារម្មណ៍នៅសប្តាហ៍ក្រោយបន្តទៀតពីកម្មវិធីរបស់យើងក៏សូមដល់ទីបញ្ចប់សូមអរគុណនិងសូមជម្រាបលា